បាទខ្ញុំបាទសូមជម្រាបសួរដល់បងប្អូនអរគ្នាហើយនៅថ្ងៃនេះខ្ញុំបានជួបមុខសង្ឃលួងគ្រប់អង្គដែលខ្ញុំបានអធិដ្ឋានជូនអស់រយៈពេលជាង3ខែកន្លងមកហើយខ្ញុំរីករាយណាស់ដោយបានជួបគ្នាមុខទល់នឹងមុខនៅក្នុងថ្ងៃនេះខ្ញុំបាទសូមថ្លែងការថ្វាយឧកាំងសនវិទ្យមានន័យថាពាក្យសម្ដីសរសើរការថ្វាយបង្គំសពបែបយ៉ាងទាំងអស់ហ្នឹងចំពោះព្រះរាជវត្តមាននៃព្រះជាម្ចាស់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទទ្រង់គង់ប្រថាប់ជាព្រះរាជាធិបតីកណ្ដាលចំណោមយើងទាំងអស់គ្នាបាទហើយវាជឿថាព្រះម្ចាស់ទ្រង់គង់ជាមួយយើងមែនសូមស្រែកជ័យគុំទាំងអស់គ្នាថាជ័យយោព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទបាទអរគុណផងបាទដោយសារខ្ញុំបានអធិដ្ឋានជូនលោកអ្នកបងប្អូនគ្រប់អង្គរួចហើយបាទខ្ញុំមានសិទ្ធិពេញលេញនិយាយទៅកាន់វិញ្ញាណរបស់បងប្អូនទៅកាន់ចិត្តបងប្អូនទៅកាន់កាយរបស់បងប្អូនទាំងអស់គ្នានេះហើយបាទវិរិយអធិប្បាយសម្រាប់សន្និបាតបិទវគ្គនិស្សិតសង្ឃលួងចំនួនទី4នេះមានចំណងជើងថាប៉ុណ្ណឹងល្មមហើយម្ដងទៀតប៉ុណ្ណឹងល្មមហើយបាទពេលយើងធ្វើមកដល់សម្រាប់មកដល់ចំណុចដូចយើងបានគិតទុកជាមុនគឺបានទទួលសេរីភាពហើយនឹងទទួលវិញ្ញាណបដិបត្តិដោយខិតខំរៀនសូត្រជា3ខែកន្លងទៅហើយនេះបាទសំណួរសួរចេះថាតើការទទួលវិញ្ញាបនបត្រមួយស្លឹកប៉ុណ្ណឹងល្មមហើយនៅបាទថ្មីនេះខ្ញុំឃើញរឿងកំ pl ែងមួយដែលមានចំណងជើងថាល្មមប៉ុណ្ណឹងហើយបាទមានសិស្សសាលាម្នាក់ក៏កំពុងលើកតើទឹកផឹកបាទហើយតើទឹកនោះវាធ្វើពីតើខាត់ទៅទៀតបាទសិស្សម្នាក់ទៀតក៏ចូលរាប់3ដងថាប៉ុណ្ណឹងមកហើយប៉ុណ្ណឹងមកហើយប៉ុណ្ណឹងមកហើយបាទសិស្សកំពុងតែខឹងក៏ខឹងព្រោះថាចាំបាច់រាប់ធ្វើអីសិស្សម្នាក់ឆ្លើយថាច្បាប់សាលាគេឲ្យផឹកតែ3វិនាទីម្នាក់ប៉ុណ្ណឹងឯណាល្មមមកទូឲ្យម្ដងសិស្សកំពុងតែផឹកឆ្លើយថាចាំបាច់រាប់ធ្វើអីវិញឲ្យតែឆ្អែតឈប់ផឹកហើយម្នាក់ទៀតដែលចូលរាប់តែថាមិនប៉ុណ្ណឹងមកហើយប៉ុណ្ណឹងមកហើយប៉ុណ្ណឹងមកហើយបាទហើយសិស្សម្នាក់ដែលកំពុងតែផឹកក្តៅចិត្តខ្លាំងងើបឡើងដាក់ក្បាលមកផ្ទល់ខាត់ផាំងដួលកាប់មុខទៅអរគុណផងបាទនៅក្នុងព្រះគម្ពីរមានពពួកមនុស្សចិត្តស្កប់ត្រឹមប៉ុណ្ណឹងល្មមហើយដែរណាក៏មានច្រើនដែរក្នុងគម្ពីរបាទសំណួរសួរថាតើគណិតប៉ុណ្ណឹងល្មមហើយហ្នឹងមានផលវិបាកដោយបណ្ឌិតខ្លះបាទហើយតើអាការៈនៃការមានគណិតប៉ុណ្ណឹងល្មមហើយនេះកើតមកពីរូបអីហើយសំណួរទី3ក្នុងនាមជាសង្ឃលួងទៅធ្វើរឿងដេចដើម្បីឲ្យយើងមានសេរីភាពរួចពីចាកពីទាសកម្មគណិតប៉ុណ្ណឹងល្មមហើយនេះបាទហើយមេរៀនថ្ងៃនេះដកស្រង់ចេញពីក្នុងគម្ពីរជនកណនីចំពុក32ខ1ដល់ខ18ខ្ញុំអានសង្ខេបដូចតទៅនេះបាទហើយពួកកូនចៅរូបេននិងពួកកូនចៅកាត់គេមានហ្វូងសัตว์សន្ធឹកណាស់ដូច្នេះការគេឃើញថាស្រុកយ៉ាសើនិងស្រុកកាឡាតជាស្រុកស្រួលល្មមឲ្យចិញ្ចឹមហ្វូងសัตว์បានលោកគេក៏ជម្រាបលោកម៉ូសេនិងហោរ៉ាអេលីសាដែលជាសង្ឃព្រមទាំងពួកដែលជាកំពូលលើពួកជំនុំថាស្រុកនេះឯងដែលព្រះយេហូវ៉ាបានវាយនៅមុខពួកជំនុំនៃពួកអ៊ីស្រាអែលជាស្រុកស្រួលល្មមមកប៉ុណ្ណឹងប៉ុណ្ណឹងហើយនឹងចិញ្ចឹមហ្វូងសត្វបានហើយយើងខ្ញុំប្របាទជាអ្នកដែលមានហ្វូងសត្វច្រើនដូច្នេះបើយើងខ្ញុំបានប្រកបដោយគុណនៃលោកនោះសូមប្រគល់ស្រុកនេះឲ្យបានជាគេអកដល់យើងខ្ញុំប្របាទផងសូមគំនុំយើងខ្ញុំឆ្លងទន្លេយូដាននេះទៅឡើយស្កត់ចំណាំកន្លែងហ្នឹងសូមគំនុំយើងខ្ញុំឆ្លងទន្លេយូដាននេះទៅឡើយលោកម៉ូសេឆ្លើយថាខ7ម្ដេចក៏ឯងរាល់គ្នាចង់រំសាយចិត្តនៃពួកកូនចៅអ៊ីស្រាអែលមិនឲ្យគេឆ្លងទៅឲ្យស្រុកដែលព្រះយេហូវ៉ាបានប្រទានឲ្យគេដូច្នេះគេក៏ចូលទៅជិតជម្រាបលោកម៉ូសេថាយើងខ្ញុំនឹងធ្វើក្រោលសម្រាប់ហ្វូងសត្វហើយនឹងសង់ទីក្រុងសម្រាប់កូនចៅយើងខ្ញុំតែខ្លួនយើងខ្ញុំខ17នឹងមានគ្រឿងប្រុងជាស្រេចដើម្បីនឹងនាំមុខជូនដំណើរពួកកូនចៅអ៊ីស្រាអែលទាំងអស់ឲ្យបានទៅដល់កន្លែងរបស់គេដោយសុវត្ថិភាពយើងខ្ញុំមិនបានត្រឡប់មកផ្ទះយើងខ្ញុំវិញទេដល់ពួកកូនចៅអ៊ីស្រាអែលទាំងអស់បានស៊ីមរតករបស់គេរៀងខ្លួនសិនបាទឥឡូវសូមមើលសាវតានៃសាច់រឿងនេះបន្តិចបាទក្នុងប្រទេសរបស់ព្រះជាម្ចាស់ព្រះអង្គដោះពួកកូនចៅអ៊ីស្រាអែលរួចពីទាសកម្មនៅប្រទេសអេស៊ីបណាបងប្អូនឲ្យគេទៅរស់នៅដោយមានសេរីភាពលើទឹកដីមួយកន្លែងហៅថាទឹកដីសន្យាហើយជាទឹកដីស្ថិតនៅនគរកាណានត្រើយខាងលិចនៃទន្លេយ៉ូដានបាទទុយពីបំណងរបស់ព្រះជាម្ចាស់ពួកកូនចៅអ៊ីស្រាអែល
ពីគ្រួកន្លះគេសម្រាប់ចិត្តជ្រើសរើសយកដីខាងកើតទន្លេហ្នឹងធ្វើជាលំនៅរបស់គេពីនាំគ្នាជំរាបលោកម៉ូសេថាព្រះយេហូវ៉ាបានវាយស្រុកនេះជាស្រុកល្មមស្រួលនឹងចិញ្ចឹមហ្វូងសត្វបានហើយសលោកបកុលស្រុកនេះជាគេអកសម្រាប់ខ្ញុំប្របាទមិនបាច់ឲ្យយើងខ្ញុំឆ្លងទន្លេយ៉ូដានទៅត្រើយខាងលិចដោយព្រះអង្គចង់ឲ្យយើងទៅទេលោកម៉ូសេឆ្លើយថាម៉េចហេតុអីបានចែកចង់រំសាយចិត្តពួកកូនចៅអលទៀតមិនឲ្យគេឆ្លងទៅទឹកដីសន្យាដែលព្រះយេហូវ៉ាបានប្រទានឲ្យគេដូច្នេះគេតបថាយើងខ្ញុំគឺក្រោលសម្រាប់ហ្វូងសត្វហើយសង់ទីក្រុងសម្រាប់កូនចៅយើងខ្ញុំតែខ្លួនយើងខ្ញុំពាក់គ្រឿងសឹកជាស្រេចដើម្បីនាំមុខច្បាំងដណ្ដើមទឹកដីជូនពួកកូនចៅអេសាវទាំងអស់ឲ្យទទួលបានមរតកគេរៀងៗខ្លួនសិនសឹមពួកយើងត្រឡប់មកផ្ទះសម្បែងរបស់យើងខ្ញុំវិញបាទហើយសាអ៊ីស្រាអែលពីគ្រួកន្លះនោះបងប្អូនគេគិតពីអស់ពីពោះពីពងគេតែប៉ុណ្ណឹងល្មមហើយសំណួរសួរថាតើការប្រកាន់គណិតប៉ុណ្ណឹងល្មមហើយណាទទួលបានផលវិបាកយ៉ាងដូចម្ដេចខ្លះខាងក្រោមនេះជាផលវិបាកនៃគំនិតប៉ុណ្ណឹងល្មមហើយបាទការសម្រេចចិត្តស្ថិតនៅក្នុងស្ថានភាពគំនិតប៉ុណ្ណឹងល្មមហើយជាការសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងសន្សំជំរាបដល់ទៀតការសម្រេចចិត្តស្ថិតនៅក្នុងស្ថានភាពមានគណិតប៉ុណ្ណឹងល្មមហើយជាការសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងសន្សំបាទលទ្ធផលទាន់ហន់ដែលគេទទួលបានពួកចំពោះពួកកូនចៅពីគ្រួសារកន្លះហ្នឹងបងប្អូនណាគណិតគេប៉ុណ្ណឹងល្មមហើយហ្នឹងតើគេបានទទួលអីខ្លះទៅលទ្ធផលបាទហើយលទ្ធផលគឺវាមានតែទាន់ហន់ណាភ្លាមបងប្អូនគេត្រូវធ្វើទាហានចូលលៀនយុទ្ធប្រយុទ្ធជួមុខលះបង់ជីវិតហើយជាទាហានចេញពីលៀនប្រយុទ្ធចុងក្រោយគេទាំងអស់មានន័យថាគេចូលធ្វើចម្បាំងមុនគេចេញពីចម្បាំងក្រោយគេបាទកំពុងសត្រូវបាញ់ប្រហារណាគេយកទ្រូងពាំងព្រួញពាំងដាវពាំងលំពេងជួសពួកបរិសុទ្ធដែលត្រូវរស់នៅលើទឹកដីសន្យាពេលពួកបរិសុទ្ធដេកផ្ទះអោបប្រពន្ធអោបកូនគេរៀងខ្លួនលើទឹកដីសន្យាហើយនោះឯងទើបងើបចេញដំណើរត្រឡប់ទៅជួបប្រពន្ធកូនវិញអកុសលណាខ្លះក៏អត់បានត្រឡប់ទៅប្រពន្ធកូនវិញទេដែលស្ងប់បាត់ហើយបាទជួយគិតមើលតើសាយស្អែលពីគ្រូកលានជាអ្នកឆ្លាតឬល្ងងបងប្អូនបើឆ្លាតច្បាំងតែខ្លួនឯងងាប់ខ្លួនឯងដដែលហ្នឹងមិនគុំនាំកូនចៅមកនៅតម្រងទៅចាំបាច់ងាប់ខ្លួនឲ្យគេមកនៅទីអីបាទហើយគ្រីបបរិស័ទក៏ដូចគ្នាបងប្អូនខ្ញុំជួបប្រទេសរឿងហ្នឹងបាទពេលបបួលរៀនសេរីភាពសងលូមានគេ deal មកខ្ញុំវិញថាចេះគេមានរបៀបសម្រាប់ចូលគល់ព្រះជាម្ចាស់ដោយគ្រូឯងដែរកុំស្មានថាផ្លូវដើមជីវិតមួយគត់ណាទើបអាចចូលដល់ប្រវត្តិបេដាសូមលោកគ្រូជប់បបួលហើយបងប្អូនគណិតអីជាគណិតគិតថាប៉ុណ្ណឹងល្មមហើយគេមិនទ្រាំថាទៅឆ្លើយតែប៉ុណ្ណឹងទេឆ្លើយថាខ្ញុំណាគ្រូជាគ្រូព្រះយេស៊ូវតែទៀតផងកុំបាច់ទៅគ្រូមកបបួលខ្ញុំបាទដោយសារគេដឹងថារឿងព្រះយេស៊ូវប៉ុណ្ណឹងល្មមហើយណាគេបានស្គាល់ព្រះយេស៊ូវតាមប្រតិរបស់ព្រះជាម្ចាស់ចង់គេស្គាល់ព្រះអង្គទេដូចជាគេជឿព្រះយេស៊ូវដែលគ្មានវត្តមានព្រះយេស៊ូវនៅក្នុងគណិតរបស់គេដោយសារហេតុនោះគេទម្លាក់ឋានៈខ្លួនគេឲ្យស្មើជាមួយទាហានមករូបដែលទាហានអីទាហានទី1បាទអាការៈមានគណិតប៉ុណ្ណឹងល្មមហើយបងប្អូនមានរូបរបស់វារូបមកពីណារូបគឺរូបដាច់ពីព្រះយេស៊ូវបងប្អូនរូបដាច់ពីព្រះយេស៊ូវយ៉ាងម៉េចពាក្យថាប៉ុណ្ណឹងល្មមហើយជាអាការៈនៃរូបដាច់ភាពស្និទ្ធស្នាលពីព្រះយេស៊ូវគ្រីស្ទពោលគឺមនុស្សនោះគ្មានគំនិតរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងខ្លួនបងប្អូនគឺធម៌ខ្សែទី1ចំពោះ2ព្រះជាម្ចាស់ចោលកូនទ្រង់ម្នាក់ហ្នឹងមានគណិតរបស់ព្រះគ្រីស្ទនៅក្នុងខ្លួនបាទកាលណាបុគ្គលម្នាក់គ្មានគណិតរបស់ព្រះគ្រីស្ទនៅក្នុងខ្លួនហើយបុគ្គលនោះជាគ្រីស្ទបរិស័ទគ្មានព្រះយេស៊ូវសូមឧទាហរណ៍ពីសាសអ៊ីស្រាអែលពីគ្រួកន្លះបាទពួកកូនចៅអ៊ីស្រាអែលពីគ្រួកន្លះគេមានគណិតស្គាល់ព្រះជាម្ចាស់ហើយស្ដាប់ទៅហាក់ដូចជាឈឺឆ្អាលជាមួយពួកបងប្អូនខ្លាំងណាស់ប៉ុន្តែដល់ធ្វើសកម្មភាពមិនព្រមឆ្លងទលាយចូលទៅចាប់យកទឹកដីសន្យាដោយព្រះជាម្ចាស់ចង់ឲ្យគេទៅនៅទេបាទនៅក្នុងចំណោមគ្រីស្ទបរិស័ទខ្ញុំចង់សួរបងប្អូនមួយបាទចា៎តើមានអ្នកដឹកនាំគ្រីស្ទបរិស័ទមានចរិតបែបនេះដែរអត់បាទនៅលើសង្គមបណ្ដាញសង្គមបងប្អូនគ្រូអធិប្បាយគ្រប់ជំពូករូបកែសម្ដែងអធិប្បាយពីស្ដីស្រឡាញ់ណាហើយក្នុងបណ្ដាសង្គមស្ដីការសម្ដែងពីការសម្ដែងពីការអធិប្បាយស្រឡាញ់ស្ដីស្រឡាញ់ហ្នឹងមានលឺយ៉ាងកងរំពងថាគ្រីស្ទបរិស័ទទៅចេះស្រឡាញ់គ្នារាប់អានគ្នាជាបងប្អូនកុំប្រកាន់គ្នានេះកុំប្រកាន់នោះខ្ញុំសងសួរបងប្អូនតិចតើគ្រីស្ទបរិស័ទណាស្រឡាញ់គ្នាដោយអធិប្បាយមែនអត់បើមិនមែនបកពួកគេទេបងប្អូនណា
đâm chê ta vào cái nứt bẹp ní đôi ta chỉ rất pi cua cái lạc hàng lừa nó bỏ bồn cái nứt kia bẹ kêu sắc rồi bỏ preti mình cha chỉ sai đòi tranh từ thưa sự cam mà bẹ cái chiếc băng sờ mò được phum mùi xây đặt pi sờ mò được phum rồi bỏ preti mình cha cái nứtประเภทนี้ให้ถ้าcái nứt hiền tinh mông mà bồn ta bây ta cái nứt hiền tinh mông cái nứt hiền tinh mông cái ta phần năng là mò mai nhom che phần năng hai krom chỉ nôm lọ chưa kia hai krom chỉ nôm nhom không phum nhom lọ có quá này phải tiếc nhom sọc phần năng haiคุณพ่อมาក្នុងព្រះគម្ពីរមានសម្ដែងពីនគរខ្លះពលរដ្ឋមាននគរប្រកាន់កណិតប៉ុណ្ណឹងល្មមហើយដោយសារគណិតប្រកាន់ថាប៉ុណ្ណឹងល្មមហើយហ្នឹងនគរគេក៏រលាយបាត់ពីសមោលបាត់សមោលពីផែនទីប្រវត្តិសាស្ត្រមកទល់ពេលសពថ្ងៃនេះបាទគម្ពីរចោទយកថាជាពូ7បងប្អូនមាននគរ7បានពលរដ្ឋមានកណិតយ៉ាងដូចនេះឯងបានជានគរគេបាត់រូបបាត់រៀងពីផែនដីទៅគឺនគរហេតុនគរគិរិសិតនគរអាម៉ូននគរកាណាននគរពេរិសិតនគរហេវីនគរយេប៊ូសជាដើមខ្ញុំនិយាយពីជាដើមមានន័យថាម៉េចនគរមានតែ7ហ្នឹងទេឲ្យតែពលរដ្ឋមានកណិតថាប៉ុណ្ណឹងល្មមហើយហ្នឹងនគរហ្នឹងអាលីដូចតែគ្នាហ្នឹងអស់ច្រើនរាប់រយរាប់ពាន់ទៅទៀតបងប្អូននគរ7អាលីសមោលបាត់ពីផែនទីប្រវត្តិសាស្ត្រពីមុខពីពលរដ្ឋប្រកាន់កណិតថាម៉េចប៉ុណ្ណឹងល្មមហើយសង្គមមនុស្សដែលកើតរូបប៉ុណ្ណឹងល្មមហើយសម្ដែងចេញជាអាការៈជំងឺឲ្យឃើញសញ្ញាដូចខាងក្រោមនេះបងប្អូនសង្គមណាយ៉ាងខ្លីប្រកាសបងប្អូនសង្គមស៊ីផឹកជ្រៀងរំឥឡូវណាស៊ីផឹកជ្រៀងរំក៏ពីជពួកចវាយចំពោះ9ខ7សម្ដែងគេនាំគ្នាចេញទៅចង្កាបេះផ្លែទំពាំងបាជូរបស់ខ្លួនយកមកគៀបរួចហើយតាំងអសបាយឡើងជាមួយគ្នានោះក៏ចូលទៅស៊ីផឹកនៅក្នុងព្រះវិហារនៃព្រះរបស់គេបងប្អូនគេផឹកស្រាសវឹងហើយគេទៅរំទៅជ្រៀងនៅក្នុងវិហារគេនោះអរគុណផងបាទអរគុណបាទសង្គមមួយទៀតថាសង្គមសុខសាន្តពួកចវាយចំពុក18ខ10កាលណាចូលទៅដល់នោះនឹងឃើញពួកមនុស្សដែលនៅដោយសុខសាន្តស្រុកនោះក៏ទុំទលាយដែរពីព្រោះព្រះបានប្រគល់ស្រុកនោះមកក្នុងកណ្ដាប់ដៃយើងហើយជាកន្លែងដែលអត់ចេះខ្វះអីទេនៅលើផែនដីនេះបាទស្រុកនោះសម្បូរសប្បាយប៉ុន្តែពលរដ្ឋរស់នៅគិតតែពីរឿងសុខសាន្តបាទសង្គមមួយទៀតសង្គមឥតកង្វល់អេសេគៀលចំពុក38ខ11អញនឹងឡើងទៅស្រុកដែលនៅចំហអញនឹងទៅឲ្យពួកមនុស្សដែលនៅដែលឥតកង្វល់ហើយដោយសុខសាន្តដែលទាំងអស់គ្នានៅដែលឥតមានកំផែងឬទ្វារឬរនុកឡើយបាទអត់មានទេអត់មានកំផែងមានការពីទីក្រុងអត់តែមកបាទអត់មានមនុស្សការពីអត់មានទេអស់បាទអរគុណផងសង្គមមួយទៀតដែរសង្គមគិតពីគ្នាឯងយេរេមៀចំពុក49ខ31វិយវ៉ាទៅមានព្រះបន្ទូលថាចូលក្រោកឡើងតែសាសមួយដែលរស់នៅគិតតែពីសបាយឥតខ្វល់គេគ្មានទ្វារគ្មានរនុកជាពួកអ្នកដែលរស់នៅគិតតែពីខ្លួនឯងបងប្អូនសង្គមអស់ទៅនេះសង្គមទាំងនេះវាលាយបាត់ពីផែនដីអស់ហើយអត់មាននៅទៀតទេអរគុណផងបាទពីសម្ដែងថាអញ្ចឹងខ្ញុំមិននិយាយខ្លួនឯងទេព្រះបន្ទូលសម្ដែងតែព្រះបន្ទូលសម្ដែងស្រាប់ពិតបងប្អូនក្រុមជំនុំក៏មានវាសនាមិនខុសពីសង្គមមនុស្សធម្មតាទូទៅខាងលើដែរក្រុមជំនុំណាដែលអះអាងថារស់តែគ្មានវត្តមានរបស់ព្រះយេស៊ូវគ្រីស្ទបងប្អូនក្រុមជំនុំនោះកំពុងតែស្លាប់ករណីក្រុមជំនុំសាដាសក្នុងគម្ពីរវិវរណៈចំពុក3ខ1ចែងយ៉ាងដូចថាទ្រង់មានព្រះបន្ទូលសេចក្តីទៅនេះថាអញស្គាល់ការដែលឯងប្រព្រឹត្តហើយគឺដែលឯងមានឈ្មោះថារស់តែតាមពិតឯងស្លាប់ទេក្រុមជំនុំណាដែលអះអាងថាមានបានប៉ុណ្ណឹងល្មមហើយតែគ្មានវត្តមានរបស់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទក្រុមជំនុំនោះកំពុងតែវេទនាលំបាកទល់ក្រខ្វាក់ភ្នែកអាក្រាតករណីក្រុមជំនុំឡៅឌីសេក្នុងគម្ពីរវិវរណៈចំពុក3ខ17ចែងថាទ្រង់មានព្រះបន្ទូលស្ដីទៅនេះថាដោយព្រោះឯងអួតថាឯងជាអ្នកមានបានកាន់តែស្ដុកស្ដំឡើងហើយមិនត្រូវការអ្វីសោះតែឯងមិនដឹងថាឯងវេទនាលំបាកទល់ក្រខ្វាក់ភ្នែកអាក្រាតវិញទេដូច្នេះអ្នកជឿត្រូវមានកណិតលូតលាស់ឡើងមកថ្នាក់ខ្ពស់ជាងពេលសពថ្ងៃនេះបាទការសម្រេចចិត្តស្ថិតនៅក្នុងផ្នត់កណិតប៉ុណ្ណឹងល្មមហើយណាជាការសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងសន្សឹមតែអ្នកជឿត្រូវធ្វើដូចម្តេចដើម្បីលូតលាស់ឡើងមកថ្នាក់ខ្ពស់ជាងសពថ្ងៃសូមរៀនពីបទពិសោធន៍របស់សាសអ៊ីស្រាអែលពីគ្រួកន្លះសាសអ៊ីស្រាអែលទាំងពីរនឹងគួរតែឆ្លងទន្លេយ៉ូដានបិទសាសដទៃទៀតគេឆ្លងអស់ហើយ11គ្រួសារកន្លះគេទៅអស់ហើយបាទខ5ដូច្នេះបើយើងខ្ញុំបានប្រកបដោយគុណនៃលោកនោះសូមប្រគល់ស្រុកនេះឲ្យបានជាគេអាករដល់យើងខ្ញុំប្របាទផង
សុំកុំនាំយើងខ្ញុំឆ្លងទន្លេយូដាននេះទៅឡើយបងប្អូនទឹកដីត្រើយខាងកើតមិនមែនជាទឹកដីសន្យាទេពីលោកបាត់ចំពុក12ជាពិសេសខ1ដល់ខ5ខ្ញុំសង្ខេបតែព្រះយេហូវ៉ាទូមានបន្ទូលនឹងអាប់រ៉ាំថាចុះឯងចេញពីស្រុកទៅឲ្យស្រុកដែលអញនឹងប្រកបដោយឯងចុះអាប់រ៉ាំក៏យកសារ៉ាយជាប្រពន្ធនាំគ្នាចេញពីស្រុកនោះដើម្បីទៅឯស្រុកណាស្រុកកាណានក៏ចូលទៅនៅក្នុងស្រុកនោះព្រះចាស់មានគម្រោងឲ្យជនជាតិអ៊ីស្រាអែលទាំងអស់ទៅឆ្លងទន្លេយូដានទៅតាំងទីលំនៅនៅទឹកដីសន្យាស្ថិតនៅនគរកាណានត្រើយខាងលិចនៃទន្លេយូដានដូច្នេះតើការឆ្លងទន្លេយូដានតើតើអ្វីជាមួយអ្នកជឿព្រះម្ចាស់ព្រះយេស៊ូវសប្តាហ៍នេះអ្នកជឿត្រូវឆ្លងទន្លេយូដានដែរទើបបានទៅដល់ទីដែលព្រះជាម្ចាស់ចង់ឲ្យយើងទៅឆ្លងបានការឆ្លងទន្លេយូដានជាដំណើរជីវិតរស់នៅក្នុងព្រះជាស្ដានៃការសគត់និងការរស់ឡើងវិញរបស់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទត្រើយខាងកើតជាទីវិញ្ញាណស្លាប់បិទជាទីស្ថិតក្រៅរង្វង់បំណងព្រះរបតីរបស់ព្រះជាម្ចាស់ព្រះយេស៊ូវកប់អង្គទ្រង់ដោយទទួលបុណ្យជំនុចនៅក្នុងទឹកទន្លេយ៉ូដានម៉ាថាយចំពុក3ខ13ព្រះយេស៊ូវទ្រង់យាងមកឲ្យយ៉ូហានត្រង់ទន្លេយ៉ូដានដើម្បីទទួលបុណ្យជំនុចទឹកពីលោកពីរ៉ូមចំពុក6ខ4ដូច្នេះយើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយដោយទ្រង់ទទួលបុណ្យជំនុចក្នុងសេចក្តីស្លាប់ដើម្បីឲ្យបានដើរក្នុងជីវិតថ្មីដូចជាព្រះគ្រីស្ទបានរស់ពីសគត់ឡើងវិញដោយសារសេរីល្អនៃព្រះវរបិតាដែរពីក្រឹត្យខ្សែទី1ចំពុក10ខ1ដល់ខ2សូមអពលលោកមានប្រសាទបងប្អូនអើយគឺមិនចង់ឲ្យអ្នករាល់គ្នានៅល្ងងពីដំណើរពួកអាយកោយើងទេគេថាគេបាននៅក្រោមពពកទាំងអស់គ្នាហើយថាបានគ្រប់គ្នាបានដើរកាត់សមុទ្រនៅក្នុងករណីលោកម៉ូសេទន្លេក្នុងករណីលោកយូស្វេបាទគ្រប់គ្នាបានទទួលបុណ្យជំនុចក្នុងពពកហើយក្នុងសមុទ្រក្នុងទន្លេលោកបានដើរតាមលោកម៉ូសេនិងលោកយូស្វេការមិនឆ្លងទន្លេយូដានគឺការមិនជឿព្រះយេស៊ូវគ្រីស្ទជាព្រះតែមួយអង្គគត់ទ្រង់សគត់ជួសបាបហើយរស់ឡើងវិញសម្រាប់ផ្ដល់ការសង្គ្រោះធម្មតាគ្រីស្ទបរិស័ទមិនពិបាកជឿព្រះយេស៊ូវសគត់រស់ឡើងវិញទេគេពិបាកតណាបងប្អូនគេពិបាកត្រង់ថាជឿការសគត់និងរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទម្យ៉ាងគត់ណាល្មមគ្រប់គ្រាន់អាចផ្ដល់ការសង្គ្រោះឲ្យគេត្រូវប្រព្រឹត្តអំពើល្អយកមកបន្ថែមពីលើជំនឿទៀតទើបគ្រប់គ្រាន់ការថែមរបោយអំពើល្អនោះហើយញ៉ាំឲ្យគេខ្លាយទៅជាអ្នកកាន់សាសនាព្រះយេស៊ូវគ្រីស្ទបាទតែអ្នកកាន់សាសនាព្រះយេស៊ូវមានលក្ខណៈបែបណាគេគោរពប្រតិបត្តិរកព្រះចំពោះព្រះជាម្ចាស់បែបឆ្អិនក្រៅឆៅក្នុងសុវពលលោកមានប្រសាសន៍ក្នុងសម្បត្តិមួយសរសេរទៅកាន់លោកទីម៉ូថេខ្សែទី2ពុក3ខ5គេមានឫទ្ធិជាអ្នកគ្រប់ប្រតិបត្តិចំពោះព្រះប៉ុន្តែបដិសេធប្រជាស្ដាព្រះដែលនាំឲ្យមានការគោរពប្រតិបត្តិនោះការឆ្លងទន្លេយូដានគឺការជឿព្រះយេស៊ូវសគត់ហើយរស់ឡើងវិញគោរពប្រតិបត្តិដោយក្តីស្រឡាញ់ក្រោមម្លប់ប្រជាស្ដានៃការរស់ឡើងវិញរបស់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទបាទជនមានជំនឿប្រភេទនេះសិលពលលោកប្រសិទ្ធនាមថាជាគ្រីស្ទបរិសុទ្ធជាអ៊ីស្រាអែលពិតប្រាកដចំពោះអ៊ីស្រាអែលមិនពិតប្រាកដវិញសិលពលលោកសម្ដែងនៅក្នុងគម្ពីររ៉ូមចំពោះ9ខ3ដល់ខ6ថាម៉េចបើខ្ញុំចង់តែសូមឲ្យព្រះគ្រីស្ទដាក់បដាសាខ្ញុំជំនួសបងប្អូនជាញាតិសន្តានរបស់ខ្ញុំខាងឯសាច់ឈាមវិញគឺសាសអ៊ីស្រាអែលដែលគេមានការចិញ្ចឹមជាកូនព្រះមានសេរីល្អមានសន្ធិសញ្ញាមានការប្រទានក្រឹតវិន័យមានរបៀបថ្វាយបង្គំព្រមទាំងមានសេចក្តីសន្យាសម្រាប់ខ្លួននិងសម្រាប់ពួកអាយកោផងហើយព្រះគ្រីស្ទក៏បានកើតក្នុងពួកគេខាងសាច់ឈាមដែរដែលទ្រង់ខ្ពស់លើទាំងអស់ជាព្រះដ៏មានពរអស់កលជានិច្ចអាមែនខ6ប៉ុន្តែអ្នកដែលកើតក្នុងតកូលអ៊ីស្រាអែលទាំងអស់មិនមែនសុទ្ធតែជាសាសអ៊ីស្រាអែលពិតនោះឡើយខ្ញុំនិយាយម្ដងទៀតប៉ុន្តែអ្នកដែលកើតក្នុងតកូលអ៊ីស្រាអែលទាំងអស់មិនមែនសុទ្ធតែជាសាសអ៊ីស្រាអែលនោះឡើយបាទចុះណាជាសាសអ៊ីស្រាអែលពិតប្រាកដបងប្អូនសិវពលលោកមានប្រសាសន៍ក្នុងគម្ពីររ៉ូមចំពោះ9ខ30គឺសាសដតីណាបានដើរទាន់សេចក្តីសុចរិតដោយសារជំនឿនោះហើយគឺជាសាសអ៊ីស្រាអែលពិតប្រាកដសិវពលលោកពឹងផ្អែកសេចក្តីការនិយាយរបស់លោកណាលើព្រះបន្ទូលសន្យាក្នុងគម្ពីរហាបាគុកចំពោះ2ខ4ចែងថាមនុស្សសុចរិតរស់នៅដោយពឹងជំនឿរបស់ខ្លួនដូចគ្នាដែរបងប្អូននៅក្នុងចំណោមគ្រីស្ទបរិស័ទទាំងអស់មិនមែនគ្រប់គ្នាសុទ្ធជាកូនព្រះទេកូនព្រះគឺជាអ្នកទទួលបានសេចក្តីសុចរិតដោយសារជំនឿចំពោះ
ព្រមម្ចាស់ព្រះយេស៊ូវគ្រីស្ទសុគតជួបបាបហើយជឿថាទ្រង់រស់ពីសុគតឡើងវិញប្រទាននេលភាពសម្រាប់ខ្លួនដូច្នេះទាំងសាសអ៊ីស្រាអែលទាំងសាសដទៃដែលជឿព្រះយេស៊ូវផងពឹងការប្រព្រឹត្តអំពើល្អតាមព្រះវិន័យផងសុទ្ធតែជាអ្នកដាច់ចេញពីព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទទាំងអស់គ្នាយ៉ូហានជំពូក15ខ5ព្រះយេស៊ូវទ្រង់មានបន្ទូលអង្គទ្រង់ថាម៉េចព្រះយេស៊ូវប្រកាសសាលក្រមដល់អង្គទ្រង់ថានេះបើដាច់ពីខ្ញុំចេញនោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេដូច្នេះបើដាច់ពីព្រះយេស៊ូវគ្រីស្ទបរិស័ទនោះជាគ្រីស្ទបរិស័ទគ្មានព្រះយេស៊ូវហើយដោយសារព្រះម្ចាស់ព្រះយេស៊ូវចាត់ទុកគ្រីស្ទបរិស័ទជាទាហានរបស់ព្រះអង្គគ្រីស្ទបរិស័ទដាច់ពីព្រះយេស៊ូវគឺជាទាហានទីម៉ងជាទាហានប្រដាប់ខ្លួនដោយគ្រឿងសឹករបស់ព្រះជាម្ចាស់យ៉ាងត្រឹមត្រូវតែគ្មានតួអាជ្ញារបស់ព្រះយេស៊ូវសន្ធិដ្ឋនៅក្នុងខ្លួនគាត់ឡើយសូមនឹកចាំថាពួកសាសអ៊ីស្រាអែលសម្រាប់ចិត្តតែប៉ុណ្ណឹងល្មមហើយណាគេបានសម្រាប់ចិត្តថាយ៉ាងដូចនេះក17ខ្លួនយើងពាក់គ្រឿងអាវុធប្រុងជាស្រេចទីបានស្លៀកពាក់ឯកសណ្ឋានគ្រឿងសឹករបស់ព្រះយ៉ាងស្អាតបាតគ្មានខុសក្បួនអ្វីបន្តិចទេប៉ុន្តែក្នុងចិត្តគណិតរបស់គេណាប៉ុណ្ណឹងល្មមមានចិត្តល្មមប៉ុណ្ណឹងល្មមហើយបានជាគេមិនព្រមចេញទៅរស់នៅទឹកដីសន្យាតាមគំនិតរបស់ព្រះជាម្ចាស់ក្នុងខ្លួនគេប្រហោងភ្លុងដូចទូមស្គរហើយស្ថានភាពនេះធ្វើគេคล้ายទៅជាទាហានទីងងបាទបងប្អូនបាទខ្ញុំផ្ទាល់បដួលប្រសាគណិតប៉ុណ្ណឹងល្មមហើយដែរខ្ញុំថ្វាយខ្លួនដល់តាមព្រះយេស៊ូវនៅថ្ងៃ30ខែធ្នូឆ្នាំ1979នៅជំរំភៀសខ្លួននៅខេត្តវេដាបាទគិតមកទល់ឆ្នាំ2010ខ្ញុំស្ថិតក្នុងវ័យបឋមសិក្សាជំនឿនោះអស់រយៈពេល40ឆ្នាំនៅឆ្នាំ1994ខ្ញុំបានរៀបចំកម្មវិធីដ៏ធំមួយនៅទីក្រុងភ្នំពេញហៅថាវិយយាត្រាថ្វាយព្រះយេស៊ូវគ្រីស្ទក្រោយពេលហាត់សមមកដល់ផ្ទះវិញសាតាំងបានរលាស់សម្ពុតខ្មៅមកីមកគ្របដណ្ដប់នៅលើក្បាលខ្ញុំបានហៅរកព្រះនាមព្រះយេស៊ូវទ្រង់ក៏ដោះខ្ញុំរួចពីសំណាញ់សម្ពុតខ្មៅនោះទៅយប់នោះឯងវិញ្ញាណតែតោលគ្របដណ្ដប់ខ្ញុំហើយខ្ញុំចិត្តតែបម្រើព្រះអង្គក្នុងវិស័យជំនឿបឋមសិក្សាហ្នឹងក្នុងបឋមសិក្សាខ្ញុំគិតថាប៉ុណ្ណឹងល្មមហើយខ្ញុំចិត្តតែយកកម្មវិធីរវល់ដូចលិមួកចូលឈ្នាងរបស់បងមកពាក់ធ្វើម៉ាស់បិទបាំងជំងឺប៉ុណ្ណឹងល្មមហើយដែលកំពុងដេកសងំយ៉ាងជ្រៅក្នុងជំរៅដួងចិត្តសកម្មភាពប៉ុណ្ណឹងល្មមហើយប្រើកម្លាំងបាយរហូតមានហេតុការណ៍ផ្លាស់ប្ដូរកើតឡើងនៅឆ្នាំ2010បាទមើលសម្បកក្រៅគ្មានអ្នកដឹងថាខ្ញុំប្រហោងក្នុងទេតាមពិតខ្ញុំល្បីដោយសម្លេងស្គរជីវិតខ្ញុំមានព្រះបរិសុទ្ធសន្ធិដ្ឋនៅជាមួយមែនតែព្រះអង្គជាប់ឃុំក្នុងសម្បកកាយខ្ញុំហ្នឹងបញ្ហាធំគឺកង្វះតម្លាភាពការពិតក្នុងជីវិតរស់នៅបណ្ដាលឲ្យជំនឿរបស់ខ្ញុំរិចរិលសហការីខ្ញុំបម្រើការងារព្រះដោយសារធម៌ពលលុយពីបរទេសបាទសប្តាហ៍លុយបរទេសកំពុងប្រើខ្មោចឲ្យកិនម្សៅក្នុងក្រុមជំនុំខ្មែរខ្ញុំហ៊ានសន្និដ្ឋានដូចនេះដោយសារបានជួបរឿងនឹងផ្ទាល់ជាច្រើនករណីខ្ញុំនិយាយច្រើនករណីរាប់ដោះបងប្អូនខ្ញុំយកជាមួយចោះបាទរឿងលុយពីបរទេសនេះមិនមែនអាក្រក់ទាំងអស់ទេបងប្អូនខ្ញុំចង់និយាយទាំងឡើងនេះបងប្អូនណារឿងនេះវាមានកន្លែងល្អដែរបើចេះប្រើធ្វើទុនចាប់ដើមហើយត្រូវប្រើក្រមស្មារតីធ្វើការអភិវឌ្ឍក្រុមជំនុំក្នុងនាមយើងជាអ្នកដឹកនាំគ្រូត្រូវមានគណិតបង្កើតក្រុមជំនុំក្នុងស្រុកទើបប្រើលុយទេសបរទេសមានប្រយោជន៍បើគ្មានគណិតបង្កើតក្នុងស្រុកទេក្រុមជំនុំនៅជាអ្នករំលខោនស្បែកបំរើមហិច្ឆតាបរទេសដោយមិនដឹងខ្លួនបាទដោយសារតែអ្នកដឹកនាំក្រុមជំនុំនាំគ្នារំលខោនស្បែកជូនបរទេសទស្សនាណាបានជាក្រុមជំនុំទាំងអស់នៅស្រុកខ្មែរបងប្អូននៅតើគេថាគេមាន 3% ណោះគឺដឹកពី17លានអ្នកមានន័យថាមានប្រហែលទៅជាងកន្លះលានបងប្អូននៅស្រុកខ្មែរស្រុកខ្មែរតើមានឥទ្ធិពលអ្វីបដូរផ្លាស់សង្គមទេដោយល្ងិតសូនឈឹងអត់មានដូរផ្លាស់សោះបងប្អូនសងលួងមានភារៈផ្ដាច់វប្បធម៌គ្រីស្ទបរិស័ទអំបិលសាបហ្នឹងដែលព្រះយេស៊ូវទៅមានបន្ទូលថាបើអំបិលបាត់ជាតិប្រៃវាคล้ายទៅជាវត្ថុមនុស្សនាំគ្នាដើរជន់ហើយពីម៉ាថាយចំពោះ5ខ13ដើមចំនៃនាំឲ្យគ្រីស្ទបរិស័ទមានគ្រីស្ទបរិស័ទអំបិលសាបហ្នឹងកើតមកពីគ្រីស្ទបរិស័ទប្រកាន់គណិតថាការជឿព្រះយេស៊ូវមិនចាំបាច់ទៅជឿព្រះអង្គសុគតឲ្យរស់ឡើងវិញទេគេនាំគ្នារៀនគម្ពីរបានត្រឹមតែចេះបទគម្ពីរប៉ុណ្ណោះដើម្បីចាក់គ្នាទៅវិញទៅមកហើយសម្រាប់ផ្ដាំទុកថាទីម៉ូថេខ្សែទី2ចំពុក3ខ7ខ8គេរៀនជានិច្ចប៉ុន្តែពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្តីពិតឡើយគេជាអ្នកទៅទាស់ទៅតឹងនឹងសេចក្តីពិតបែបដូចជាយ៉ានេះនិងយ៉ាមព្រីបានទាស់ទៅតឹងនឹងលោកម៉ូសេដែរគឺជាមនុស្សមានគណិតខលខូចហើយឥតប្រយោជន៍ខាងជំនឿតាមរយៈមេរៀនសងលួងព្រះជាម្ចាស់ដោះគំនិតនិងវប្បធម៌ចាស់ក្នុងក្រុមជំនុំចោលអស់ហើយប្រគល់សេរីភាពជូនសងលួង
ឲ្យធ្វើការថ្មីចម្លែកអស្ចារ្យខុសពីមនុស្សធ្លាប់ស្គាល់កន្លងមកការចាស់ស្គាល់ព្រះជាម្ចាស់ថាជាព្រះដែលគិតពីជំនុំជម្រះព្រះយេស៊ូវគ្រីស្ទជាព្រះថ្កោលទោសព្រះមានបរិសុទ្ធជាព្រះយកការថ្វាយព្រះយេស៊ូវឲ្យផ្ទះកាភ្លៀងយើងបាទការថ្មីស្គាល់ប្រវត្តិបិតាដូចជាពុកស្រឡាញ់កូនស្គាល់ព្រះយេស៊ូវជាបងប្រុសចង់មានភាពស្និទ្ធស្នាលជាមួយប្អូនព្រះបរិសុទ្ធជាព្រះរាជមហាបរមគ្រូដឹកដៃយើងគ្រប់រដូវកាលនៃជីវិតឆ្លងកាត់ការចាស់អានគម្ពីរព្រោះចង់ដឹងគម្ពីរនៅបានជ្រៅជ្រះការចម្លែកថ្មីវិញគឺសង់លួងមានភារៈនាំឲ្យមនុស្សនឹងសម្រេចចិត្តស្ដីពីព្រះយេស៊ូវគ្រីស្ទពេលគេអានព្រះអង្គតលលើសន្លឹកព្រះគម្ពីរការចាស់បំរើព្រះតលតែមានលុយឧបត្ថម្ភពីក្រៅការថ្មីគឺសង់លួងបំរើព្រះជាម្ចាស់ដោយជំនឿចំពោះព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទផ្ទាល់សង់លួងត្រូវហ៊ានឆ្លងទន្លេទម្លាប់ចាស់ហ្នឹងចូលហែលកណ្ដាលទន្លេវប្បធម៌ទំនៀមទម្លាប់ថ្មីពឹងពាក់ទាំងស្រុងលើអំណាចព្រះជាស្ដានៃព្រះវិញ្ញាណបរិសុទ្ធដូច្នេះអ្នកជឿត្រូវហ៊ានឆ្លងទន្លេយ៉ូដានចូលទឹកដីសន្យាត្រើយខាងលិចទើបអាចចុះចូលទាំងស្រុងជាមួយព្រះជាម្ចាស់បានតើទៅចុះចូលយ៉ាងដូចម្ដេចទៅចុះចូលជាមួយនឹងព្រះបន្ទូលដែលយើងកំពុងអានឬសិក្សាឬស្ដាប់លេខមេរៀនអធិប្បាយរបស់ព្រះបន្ទូលហ្នឹងអរគុណព្រះបាទហើយសូមមើលឥទ្ធិពលព្រះបន្ទូលដ៏រស់នៅក្នុងជីវិតយើងព្រះបន្ទូលរស់គឺព្រះបន្ទូលរេម៉ារលាយសាច់មួយចូលជាមួយឆាកជីវិតរស់នៅជាក់ស្ដែងក្នុងគ្រប់រដូវកាលឆាកជីវិតឆ្លងកាត់ទៅបីសាច់ឬយំសម្រាប់ចុះចូលព្រះភ័ក្ត្រចុះចូលជួបព្រះភ័ក្ត្រព្រះយេស៊ូវជានិច្ចបាទទៅវិញអ្នកដែលមិនទាន់បានស្គាល់មានសេរីភាពគេរៀនព្រះគម្ពីរដូចឃុំក្រេបការតែមិនដែលជួបព្រះភ័ក្ត្រព្រះយេស៊ូវម្ដងណាសោះដូចជាព្រះម្ចាស់ព្រះយេស៊ូវមានបន្ទូលក្នុងគម្ពីរយ៉ូហានចំពោះ5ខ39-40ថាអ្នករាល់គ្នាសម្ភាររៀនសូត្រព្រះគម្ពីរច្រើនដងម្លេះតើស្មានតែគម្ពីរនោះផ្ដល់ជីវិតអស់កលជានិច្ចឬតាមពិតពាក្យក្នុងព្រះគម្ពីរគឺខ្ញុំនឹងហើយតែអ្នករាល់គ្នាមិនជ្រើសរើសយកខ្ញុំជាជីវិតទេពេលបបួលរៀនសេរីភាពសងលូអ្នកកាន់សាសនាព្រះយេស៊ូវឆ្អិនឆ្អៅឆ្លើយថាម៉េចថ្ងៃច័ន្ទរៀនគម្ពីរជាមួយគ្រូច័ន្ទថ្ងៃអង្គារអធិដ្ឋានជាមួយគ្រូគៀថ្ងៃពុធតមអធិដ្ឋានតមជាមួយតាពុទ្ធថ្ងៃពហុរៀនសូត្រគម្ពីរជាមួយនឹងគ្រូហោះថ្ងៃសុក្រប្រឡងគម្ពីរជាមួយគ្រូសុក្រថ្ងៃសៅរ៍រៀនសាលាគម្ពីរជាមួយគ្រូសៅរ៍ហើយថ្ងៃអាទិត្យរៀនព្រះគម្ពីរពេញទំហឹងនៅណានៅពហិរអរគុណផងបាទសួរថាតើព្រះយេស៊ូវគង់នៅណាទៅឆ្លើយថាព្រះយេស៊ូវគង់នៅឋានសួគ៌សួរថាបានរួចពីបាបគេអត់ទេហ្នឹងថាបានដល់អត់ដឹងទេដឹងថាប្រព្រឹត្តខុសព្រះបន្ទូលរាល់ថ្ងៃដែលមានលុះអញ្ចឹងសង្ឃឹមថាព្រះអង្គស្រឡាញ់ដោយស្រឡាញ់របស់ព្រះអង្គណាឲ្យគ្មានឡើងឋានសួគ៌គេទៅចោះទីបំផុតយករឿងស្លាប់បរោះនៅឋានសួគ៌ហ្នឹងអស់ការជានិច្ចមកធ្វើជាលបែងភ្នាល់ទៅវិញបើកាន់តាមព្រះបន្ទូលបានល្អយើងឡើងឋានសួគ៌ទៅបើកាន់ព្រះបន្ទូលបានល្អទេក៏ធ្លាក់នរកទៅការពិតបងប្អូនអត្ថបទក្នុងសន្លឹកព្រះគម្ពីរគឺជាតួអង្គព្រះយេស៊ូវគ្រីស្ទបើជួបព្រះយេស៊ូវក្នុងសន្លឹកព្រះគម្ពីរហើយជួបព្រះអង្គជារៀងរហូតអស់កលជានិច្ចមិនចាំបាច់លេងល្បែងភ្នាល់ជាមួយព្រះអង្គទៀតទេយ៉ូហានចំពុក1ខ1ការដើមដំបូងមានព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះហើយព្រះបន្ទូលឯជាព្រះអ្នកកាន់សាសនាព្រះយេស៊ូវនៅក្នុងសូត្រខគម្ពីរនេះយ៉ាងសឹកប្របូរមាត់ដូចមាត់កដោតែមិនដឹងថាព្រះបន្ទូលគឺព្រះយេស៊ូវសោះការពិតព្រះម្ចាស់ព្រះយេស៊ូវនិងព្រះបន្ទូលជាអង្គតែមួយទេព្រះបន្ទូលប្រសូតចេញជារូបអង្គព្រះយេស៊ូវគ្រីស្ទហើយព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទប្រសូតអង្គទ្រង់ចេញជាព្រះបន្ទូលចារនៅលើសន្លឹកព្រះគម្ពីរហើយព្រះបន្ទូលជាព្រះរាជាស័ក្តិឬខ្យល់ដង្ហើមចេញពីព្រះនាសាព្រះជាម្ចាស់ចូលក្នុងរន្ធច្រមុះរបស់មនុស្សលោកហ្នឹងទាំងអ្នកជឿទាំងអ្នកមិនជឿបងប្អូនដើម្បីរស់គេត្រូវហើតខ្យល់ព្រះជាម្ចាស់ចូលក្នុងសួតលុះដល់មនុស្សគ្រប់រូបណាដកដង្ហើមចេញចូលគឺហើតយកខ្យល់ព្រះជាព្រះផ្លុំចេញពីព្រះនាសាព្រះអង្គមកដកដង្ហើមចូលគឺដង្ហើមរស់ដកដង្ហើមចេញគឺដង្ហើមស្លាប់បងប្អូនក្នុងវិនាទីដែលលែងអាចដកដង្ហើមព្រះចូលក្នុងសួតហើយណោះមីក្រូចាក់ភ្លេងពីនពីទីងណងបន្តិចមកលើមានភូមិប្រកាសថាអូបាសក់នេះឬអូបាសក់នោះបានផុតកាលពីព្រឹកមិញនេះវេលាម៉ោងប្រមាណដោយគ្រូគៀពាក្យឬដោយមូលហេតុអ្វីចឹងទៅសុំសួរតិចបងប្អូនតែព្រះជាម្ចាស់ទ្រង់ដកដង្ហើមចេញចូលអត់ទេណោះឆ្លើយថាម៉េចព្រះជាម្ចាស់ដែលដកដង្ហើមចេញចូលបងប្អូនពីព្រោះតួព្រះអង្គនោះហើយគឺជាដង្ហើមជីវិតនោះបងប្អូនដូច្នេះព្រះបន្ទូលនោះគឺជាព្រះយេស៊ូវគ្រីស្ទតែម្ដងតួព្រះគម្ពីរមិនមែនជាព្រះទេតែអក្សរអាចារ្យនៅលើសន្លឹកព្រះគម្ពីរនេះគឺជាតួអង្គព្រះយេស៊ូវគ្រីស្ទមកព្រះបន្ទូលរស់គឺព្រះបន្ទូលរេម៉ារលាយសាច់មួយចូលជាមួយឆាកជីវិតរស់នៅជាក់ស្ដែងក្នុងគ្រប់រដូវកាលនៃឆាកជីវិតឆ្លងកាត់ទៅបីសៅនិយមចូលជួបព្រះភ័ក្ត្រព្រះយេស៊ូវក្នុងសន្លឹកព្រះគម្ពីរជានិច្ច
ការអនុវត្តប្រតិទូលរលាយរស់រលាយសាច់មួយចូលក្នុងជីវិតជាក់ស្ដែងបណ្ដាលឲ្យអ្នកជឿដោះខ្លួនមានសេរីភាពរួចពីទេសកម្មគណិតប៉ុណ្ណឹងល្មមហើយដែលជាគំនិតទាហានទី1សកម្មភាពថ្វាយបង្គំដោយសេចក្តីពិតនិងដោយវិញ្ញាណដោយរៀបរាប់ខាងលើនេះហើយគឺជាសេរីភាពរបស់សង្ឃលួងឥឡូវនេះសូមបងប្អូនត្រៀមចិត្តដើម្បីនឹងអធិដ្ឋានដោះขณะที่ដល់វេលាអធិដ្ឋានយាងព្រះបរិសុទ្ធសម្អាតពឹសបាបទាហានទី1នៅក្នុងចិត្តយើងទាំងអស់គ្នាហើយបាបនេះមិនមែននៅក្នុងបងប្អូនទេនៅក្នុងខ្លួនខ្ញុំដែរបាទមុនអធិដ្ឋានសូមគោរពអញ្ជើញគ្រូដែលមានទូនាទីដោយបានពឹងពោរោគពីមុនឡើងមកខាងមុខដើម្បីត្រៀមខ្លួនអធិដ្ឋានជូនជំនាញជនឡើងមកអធិដ្ឋានសម្អាតអំពើបាបនានាមានបាបធ្វើទាហានទី1ជាដើមបាទហើយសូមជួយមកខ្ញុំចាំទៅបាទឥឡូវចាប់ផ្ដើមណាពេលខ្ញុំអានបាបទាហានទី1ប្រភេទអីមួយហ្នឹងបើព្រះបរិសុទ្ធទ្រង់ដាស់តឿនជំរុញចិត្តឲ្យលៀងជំរះពីពឹសបាបនោះចេញសូមជួយឡើងមកខាងមុខឲ្យគ្រូលោកអធិដ្ឋានជូនចំពោះលោកអ្នកចូលតាមប្រព័ន្ធ Zoom សូមលើកដៃទាំងពីរឡើងហើយលើកជាសញ្ញាចុះចូលចំពោះព្រះរហូតគេអធិដ្ឋានជូនបងប្អូនចប់ហើយអ្នកអធិដ្ឋានពីកន្លែងធ្វើសន្និបាតហ្នឹងនឹងទទួលភារៈអធិដ្ឋានដាក់ដៃមកលើបងប្អូនទាំងអស់គ្នាហ្នឹងបាទឥឡូវដល់ពេលអធិដ្ឋានយាងព្រះបរិសុទ្ធសម្អាតពឹសបាបទាហានទី1នៅក្នុងចិត្តយើងហើយបាទការសម្អាតពឹសបាបទាហានទី1នាំមកនៅការប្រែចិត្តហ៊ានចូលទទួលយកភាពស្និទ្ធស្នាលឲ្យបានជ្រាលជ្រៅជាតិបរមាពីព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទភាពស្និទ្ធស្នាលជាមួយព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទនាំមកនៅការអភិវឌ្ឍខ្លួនយើងឲ្យមានភាពប្រសើរជាងពេលសប្តាហ៍ព្រះម្ចាស់យេស៊ូវគ្រីស្ទទ្រង់គង់ប្រថាប់ជាព្រះរាជាបតីក្នុងរោងជំនុំឥឡូវនេះបងប្អូនបងគង់នៅទីនេះទេដើម្បីប្រទានភាពស្និទ្ធស្នាលនិងលាងសម្អាតលោកអ្នកដោយព្រះលោហិតនិងពំនុកទឹកព្រះបន្ទូលដ៏មានฤទ្ធិជាស្ដាបារមីរបស់ព្រះអង្គសាតាំងជាយាមបបួលកូនព្រះឲ្យស្កប់ចិត្តទន់ស្លៀកពេលឯកសន្តានទាហានទី1ប៉ុណ្ណឹងចុះលំមហើយដើម្បីកុំឲ្យយើងទៅជាទាហានមានអាជ្ញាមកពីព្រះជាម្ចាស់បាទឥឡូវសូមអញ្ជើញបងប្អូនអរគ្នាសម្លឹងភ្នែកបើកភ្នែកឲ្យចំមើលកែវប្រណេតព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទហើយឆ្លើយតាមត្រង់ថាតើលោកអ្នកមានបាបទាហានទី1លាក់ទុកក្នុងចិត្តដោយសាតាំងបបួលលោកអ្នកមែនឬមួយយ៉ាងណាដូច្នេះសូមគោរពអញ្ជើញនិស្សិតអ្នកចូលរួមទាំងអស់និងប្រមុខដឹកនាំគ្រប់ជាន់ថ្នាក់អធិដ្ឋានជាមួយខ្ញុំសូមយាងព្រះបរិសុទ្ធលាងសម្អាតពឹសបាបទាហានទី1ណាដែលមាននៅក្នុងចិត្តយើងម្នាក់បាទមុននឹងអធិដ្ឋានសូមយើងនាំគ្នាប្រកាសព្រះម្ចាស់ព្រះយេស៊ូវជាអត្តបទចារលើសន្លឹកព្រះគម្ពីរជាឱឡារិកដោយតទៅគម្ពីរម៉ាថាយចំពុក16ខ3ម៉ាថាយចំពុក6ខ13សូមថាតាមខ្ញុំណាថាតាមខនេះទេសូមគំនុំយើងខ្ញុំទៅកាន់សេចក្តីល្បួងឡើយតែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្តីអាក្រក់វិញត្បិតរាជព្រះចេស្តានិងសេរីល្អជារបស់ទ្រង់នៅអស់កលជានិច្ចអាមែនឯគម្ពីរយ៉ូហានចំពុក8ខ36ព្រះបន្ទូលសម្ដែងយ៉ាងដូចនេះព្រះយេស៊ូវគ្រីស្ទទ្រង់សម្ដែងផ្ទាល់ថាដូច្នេះបើព្រះរាជបុត្រាប្រោសឲ្យអ្នករាល់គ្នាបានរួចនោះនឹងបានរួចជាពិតកាលទីចំពុក5ខ1ព្រះគ្រីស្ទបានរំដោះយើងរួចពីបាបហើយដូច្នេះចូលអ្នករាល់គ្នាឈរមកមួនក្នុងសេរីភាពនោះចុះកុំឲ្យត្រូវជាប់ចំណងទេសកម្មបាបទៀតក្រោមហិទ្ធិជាស្ដារនៃព្រះនាមព្រះម្ចាស់ព្រះយេស៊ូវចារលើសន្លឹកព្រះគម្ពីរទូព្រះបង្គំខ្ញុំម្ចាស់ទូសុំយាងព្រះបរិសុទ្ធលាងសម្អាតអំពើបាបពឹសទាហានទី1ដែលកំពុងតែបំពុលឈាមក្នុងបេះដូងយើងខ្ញុំធ្វើចិត្តឲ្យយើងខ្ញុំម្នាក់ពោលចេញសម្ដីពីមាត់មកសុទ្ធតែពឹសព្រោះដាក់ខ្លួនឯងដាក់ប្រពន្ធដាក់ប្តីដាក់កូនដាក់បងដាក់ប្អូនដាក់អ្នកជិតខាងសូមយើងព្រះបរិសុទ្ធលាងពឹសអំពើបាបទាហានទី1ដែលមាននៅក្នុងចិត្តទូគុំខ្ញុំចាស់ទាំងអស់គ្នាដូចតទៅនេះពឹសបាបទាហានទី1ចិញ្ចឹមចិត្តគណិតបានតែប៉ុណ្ណឹងល្មមគ្រប់គ្រាន់ហើយពឹសបាបទី1អួតខ្លួនថាស្អាតតែនៅក្នុងចិត្តស្អុយក៏គ្រប់ដូចខ្មោចក្នុងម៉ង
ពុះបាបទីមងប្រើព្រះបន្ទូលក្រុមជាច្បាប់សាសនាដើមដឹងខុសត្រូវប្រកាន់សិលធម៌ល្អរស់នៅក្នុងសង្គមពុះបាបទីហ៊ានទីមងប្រើព្រះបន្ទូលក្រុមជាយានលើកតម្កើងភាពអាត្មានិយមសាងអំពើល្អសម្រាប់តែបំរើផលប្រយោជន៍ខ្លួនឯងអេសេគៀលចំពុក3ខ13សម្ដែងពីបាបទីហ៊ានទីមងអធិប្បាយចេញពីចិត្តខ្លួនឯងដោយពាក្យថាចូលស្ដាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាព្រះម្ចាស់ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះវេទនាដល់ពួកហោរាល្ងីល្ងើដែលទាយតាមតែអំពើចិត្តរបស់ខ្លួនឥតមានឃើញព្រះម្ចាស់យេស៊ូវគ្រីស្ទរស់នៅក្នុងសន្លឹកព្រះគម្ពីរឡើយពឹសទាហានទីមងបាបទាហានទីមងគ្រប់គ្រងជីវិតខ្លួនឯងយកឈ្មោះព្រះយេស៊ូវធ្វើជាចង្កូតហើយមូលបង្កាច់ព្រះអង្គតាមតែអំពើចិត្តពឹសបាបទាហានទីមងចិត្តរិះគន់គេអ្នកនេះខុសព្រះបន្ទូលអ្នកនោះត្រូវព្រះបន្ទូលអ្នកនេះគ្រូខុសឆ្គងអ្នកនោះគ្រូត្រឹមត្រូវពឹសបាបទាហានទីមងនាំគ្នាអធិដ្ឋានតាមសណ្ដូបនិយាយដើមគ្នាទៅវិញទៅមកពឹសបាបទាហានទីមងរើសអើងឆ្មើងកន្ទ្រឹងសម្លឹងមើលអ្នកដទៃដើមភ្នែកកន្ទុយភ្នែកមើលតែគេនឹងមិនស្មើខ្លួនពឹសបាបទាហានទីមងមិនកណិតគុំគួនមិនចេះអត់ទោសអត់អោនមិនចេះផ្ដល់កិច្ចអភ័យទោសដល់គូសត្រូវរបស់ខ្លួនពឹសបាបទាហានទីមងសម្ដីអសរោះចិត្តលោភលន់យកពោះធ្វើព្រះយកកាពះធ្វើប្រែតពុកលួយបង្កបពពួកតាមស្ថាប័នគ្រីស្ទបរិស័ទនានាបំផ្លាញឥទ្ធិពលដំណឹងល្អតាមយុទ្ធសាស្ត្រសង្គ្រាមឈាមត្រជាក់ពឹសបាបពឹសទាហានពឹសបាបទាហានទីមងថ្វាយបង្គំរូបព្រះក្នុងព្រះវិហារបរិសុទ្ធដោយព្រះគម្ពីរអេសេគៀលសម្ដែងក្នុងគម្ពីរចំពុក8ខ16 18ថានោះយើងឃើញត្រង់មាត់ទ្វារព្រះនៃព្រះយេហូវ៉ាមានមនុស្សប្រហែលជា25នាក់បែរខ្នងដាក់ព្រះព្រះយេហូវ៉ាហើយបែរមុខក្រាបថ្វាយបង្គំព្រះអាទិត្យគេរាប់ការប្រព្រឹត្តអំពើស្អប់ខ្ពើមនៅក្នុងព្រះវិហាររបស់អញថាតិចតួចឬអីគេលើកមេឈើគឺដុតធូបដាក់ប្រណំដល់ច្រមុះធ្វើឲ្យស្រុកនេះពេញដោយសេចក្តីច្រឡោតផ្ដាល់ឲ្យអញខឹងដូច្នេះអញនឹងប្រព្រឹត្តដោយសេចក្តីក្រោធដែរភ្នែកអញមានបណៃឡើយអញនឹងមិនបណៃមិនអាណិតបេតាទេទោះបីគេអំពាវនាវដោយសម្លេងខ្លាំងយ៉ាងណាក៏ដោយដល់តែជាអញក៏ដោយគង់តែអញមិនព្រមស្ដាប់ឡើយពឹសបាបទាហានទីមងមានចរិតដោយហោរាឯកាយចំពុក1ខ4លោកបន្ទោសថាកំពុងតែព្រះវិហារថ្វាយបង្គំអញនៅរេខេរខានៅឡើយតើជាវេលាដែលឯងរកគ្នាដេកសំងំសុខក្នុងផ្ទះល្អស្កឹមស្កៃរៀងខ្លួនយ៉ាងដូចនេះឬពឹសបាបទាហានទីមងរាប់អានពុតវិយាមុខព្រែកភ្នែកប្រេងបងមុខខ្នងបងមុខបងខ្នងបាញ់មុខលោកគ្រូលូអាក្របមាត់ស្អិតចិត្តស្អុយមាត់ធ្ងន់ដូចស្និតចិត្តស្រាលដូចស្នោមុខស្មាក់សប្បុរសខ្នងស្មោះដូចចោលពឹសបាបទាហានទីមងចិត្តរមិលគុណគ្រូកងវិលបាអាចារ្យបំភ្លៃប្រវត្តិសាស្ត្រក្រុមជំនុំឬអង្គការគ្រីស្ទបរិស័ទជារបស់អ្នកដែលខ្លួនបង្កើតពឹសបាបទាហានទីមងមួយមានគ្រោះថ្នាក់ជាងគេទាំងអស់គឺរៃប្រាក់ពីបរទេសមកសម្រាប់ក្រុមជំនុំក្នុងស្រុកប្រើសង្គ្រាមឈាមត្រជាក់មិនផ្ដល់ឱកាសពេញលេញបរិបូរជូនអ្នកជឿមូលដ្ឋានថ្វាយចំពោះព្រះម្ចាស់ដើម្បីទទួលបានពពរដោយព្រះបន្ទូលសន្យាថាអ្នកថ្វាយមានពរជាអ្នកទទួលពីកិច្ចការចំពោះប្រាក់20ខ35នៅមានកណិតជាច្រើនរយពាន់ទៀតសុទ្ធតែជាចរិតបាបទាហានទីមងកុំសំងំលាក់ខ្លួនពួនអាត្មាក្នុងខោមិនបាក់ភ្នត់សក់មិនបាក់ភ្លីប្រជុំនៅទីជំនុំផងរបស់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទសូមយើងព្រះបរិសុទ្ធទ្រង់លាងសម្អាតពឹសបាបទាហានទាំងមូលទាំងអស់នោះដោយព្រះលោហិតដ៏មានព្រះចេស្តាកុំឲ្យមានឥទ្ធិពលមកបន្លំខ្លួនធ្វើជាអ្នកកងវិលចិញ្ចឹមតែខ្លួនឯងយកកូនជៀមព្រះអង្គធ្វើចំណីធ្វើបាបគ្នាអត្រាប្រណីប្រើគ្នាមិនគិតនឿយហត់អត់ឃ្លានអ្វីឡើយទូលបង្គំខ្ញុំម្ចាស់ទូលសូមរឿងរ៉ាវទាំងអស់នេះថ្វាយដាច់ចំពោះព្រះម្ចាស់ដោយនៅព្រះនាមព្រះម្ចាស់ដ៏មានហេតុចេស្តាគឺព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទហើយយល់ព្រមដែរសូមសង់លួងគ្រប់អង្គឆ្លើយជាលើកទី1ថាអាមែនលើកទី2ផងថាអាមែននឹងគម្រប់3ដងផងថាម៉េចអាមែនហើយអាមែន3ដងម្ដងទៀតអាមែនហើយនឹងអាមែនអរគុណបង